តើលោកពូទីនទៅតំបន់ដែលអ៊ុយក្រែនវាយចូលទឹកដីរុស្ស៊ីដើម្បីមើលឲ្យច្បាស់ថាតើត្រូវចរចារបៀបណាកុំឲ្យខាតប្រយោជន៍រុស្ស៊ីលោកពូទីនធ្វើទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលទៅកាន់គោលខណៈដែលលោកត្រាំនិយាយថាសន្តិភាពគឺអាស្រ័យលើប្រទេសរុស្ស៊ីឥឡូវនេះប្រធានាធិបតី Vladimir Putin បានធ្វើទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៅកាន់តំបន់គូសដែនដីរបស់រុស្ស៊ីដែលអ៊ុយក្រែនកំពុងលុកលុយកាលពីថ្ងៃពុធខណៈដែលវិមានក្រឹមឡាំងបានពិចារណាលើសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់រយៈពេល30ថ្ងៃដែលជាកូនសោរសំខាន់សម្រាប់ការចរចាទឹកដីតែមួយគត់របស់អ៊ុយក្រែនដោយពាក់ឯកសណ្ឋានយោធានៅក្នុងវីដេអូដែលផ្សាយដោយទូរទស្សន៍រដ្ឋរុស្ស៊ីលោកពូទីនបានប្រាប់ទាហានជួរមុខថាគោលដៅរបស់ទីក្រុងមូស្គូគឺរំដោះទាំងស្រុងគូឲ្យបានឆាប់តាមដែលអាចធ្វើទៅបានក្នុងអំឡុងពេលធ្វើដំណើរលើកដំបូងទៅកាន់តំបន់ភាគខាងលិចចាប់តាំងពីការលុកលុយដែលមិននឹកស្មានដល់របស់អ៊ុយក្រែននៅទីនោះកាលពីឆ្នាំមុនដំណើរទស្សនកិច្ចយ៉ាងប្រុងប្រយ័ត្នរបស់លោកពូទីនហាក់ដូចជាត្រូវបានរៀបចំឡើងដើម្បីបង្កើនសីលធម៌ខណៈដែលកងកម្លាំងរុស្ស៊ីឆ្ពោះទៅរកដំណាក់កាលចុងក្រោយនៃការជាប់គាំងរបស់អ៊ុយក្រែននៅក្នុងដីនៃប្រទេសរុស្ស៊ីមួយថ្ងៃបន្ទាប់ពីកិច្ចចរចាសន្តិភាពរវាងមន្ត្រីអាមេរិកនិងអ៊ុយក្រែនបានបណ្តាលឲ្យទីក្រុងគៀវទទួលយកបទឈប់បាញ់រយៈពេល30ថ្ងៃដែលគាំទ្រដោយសហរដ្ឋអាមេរិកគ្របដណ្ដប់លើខ្សែបន្ទាត់ជួរមុខទាំងមូល